ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងតកតងទៅនឹងចន្ទីដែលមានអាយុនៅក្មេងចន្លោះ4ឆ្នាំ5ឆ្នាំឬក៏6ឆ្នាំសំណួរសួរថាតើយើងគួរបាញ់បំពន់ឬក៏បាញ់ទាញត្រួយដែរឬទេបាទអញ្ចឹងចម្លើយខ្លីៗបើសិនបើពុកម៉ែបងប្អូនអត់ចង់ចំណាយថវិកាច្រើនអត់ចង់ខាតពេលវេលាយើងមិនចាំបាច់បាញ់ទេយើងទុកឲ្យវាចេញទៅតាមដំណើរឬក៏ភាសាបុរាណថាឲ្យវាចេញទៅតាមយថាកម្មរបស់វាបាទអញ្ចឹងកាលណាដែលយើងធ្វើរបៀបនេះវាពិតជាមិនទទួលបានទិន្នផលល្អទេធ្វើបាត់តែចន្ទីវាមានកម្លាំងមានធម៌ពលផលិតត្រួយដោយខ្លួនឯងមែនប៉ុន្តែវានៅតែត្រូវការធម៌ពលវានៅតែត្រូវការបំពន់ឬក៏បាញ់ទាញត្រួយបន្ថែមព្រោះយើងធ្វើចន្ទីដើម្បីទទួលបានទិន្នផលខ្ពស់ដើម្បីទទួលបានតម្លៃថ្លៃបាទអញ្ចឹងដើម្បីជាការជំនួយយើងគួរតែបាញ់ឈុតទាញត្រួយបន្ថែមដើម្បីដាស់ត្រួយចន្ទីពុកម៉ែបងប្អូនឲ្យវាកាន់តែចេញមកច្រើនចេញមកស្រស់ហើយតោងធំធ្លោះល្អបាទអញ្ចឹងវាក៏ជំនួយទៅក្នុងដំណាក់កាលបង្កាត់ផ្កាដែរបាទអញ្ចឹងបើសិនជាមានចម្ងល់ផ្សេងៗអំពីដំណាំចន្ទីអាច comment នៅក្នុងវីដេអូនេះបានអរគុណ